ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយករឿង Solo Leveling យកមកសង្ខេបជូនអ្នកទាំងអស់គ្នាឲ្យបានស្ដាប់ទាំងអស់គ្នាមុននឹងចូលទៅដល់ការសង្ខេបសូមបងប្អូនកុំភ្លេចជួយចុច Subscribe ជាមួយនឹង Channel មួយនេះផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការធ្វើបន្តទៀតឥឡូវកុំឲ្យខាតពេលយូរតោះយើងចាប់ផ្ដើមជាមួយនឹងយើងទាំងអស់គ្នាយើងចាប់ផ្ដើមជាមួយនឹងតួអង្គឯកដំបូងគេបង្អស់ឈ្មោះថា Song Jinwoo ដែលគាត់ត្រូវបានគេចាត់ទុកថាជា Hunter ដែលអន់ជាងគេបំផុតក្នុងពិភពលោកដែល Hunter ឬអ្នកប្រមាញ់គឺគេបែងចែក level សំខាន់ចំនួន6កម្រិតចាប់ពីកម្រិត E rank រហូតទៅដល់ S rank ប៉ុន្តែ Song Jinwoo ដែលជាតួអង្គឯករបស់យើងនឹងគឺមានកម្រិតត្រឹមតែ E rank តែប៉ុណ្ណោះដែលគេអាចចាត់ទុកជាកម្រិតមួយដែលអន់ជាងគេបំផុតនៅក្នុងពិភពលោកមួយនេះគេតែងតែចាប់ដៃគូគាត់ជាមួយនឹង Lee Cho-hee ដោយសារតែគាត់នៅពេលដែលគាត់ទៅចូលទៅកាន់dungeon មួយគាត់តែងតែមានរបួសជានិច្ចឥឡូវយើងកាត់មកដល់កោះជីជូកាលពីប្រហែលជា3ឆ្នាំមុនមានកងនាវាចម្បាំងមួយបានកើតឡើងដែលពពួកបិសាចស្រមោចឡោមព័ទ្ធកោះតូចមួយដែលមានឈ្មោះថាកោះជីជូនឹងឯងក្រុមនាវាដឹងថាពួកគេនឹងមិនមានសមត្ថភាពកម្ចាត់ទៅលើសត្វចម្លែកទាំងអស់នោះទេផ្ទុយទៅវិញវាជាការប្រយុទ្ធសម្រាប់ Hunter ឬអ្នកប្រមាញ់ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងអ្នកប្រមាញ់មកពីក្រុមវាឆ្មក់របស់កោះជីជូប្រមូលផ្ដុំគ្នាដើម្បីកម្ចាត់ស្រមោចក្រហមដែលផុសចេញពីព្រៃក្រុម Hunter ដែលកាន់ដាវខែលនិងមុនអាគមប្រឈមមុខនឹងស្រមោចដ៏ធំសម្បើមប៉ុន្តែពួក Hunter ដែលមានកម្រិតទាបត្រូវបានវាយប្រហារដោយស្រមោចនឹងស្ទើរស្លាប់ស្ទើររស់ទៅហើយក្តីសង្ឃឹមស្ទើរតែអស់ទៅហើយប៉ុន្តែហាក់ដូចជាមានមិនបាត់បង់រហូតដល់បុរសពាក់អាវផាយម្នាក់មកជួយសង្គ្រោះស្ថានភាពពួកគេទាំង3បានជួយសង្គ្រោះអ្នកប្រមាញ់ឲ្យផុតពីសេចក្តីស្លាប់នៅក្បែរឆយចុងអ៊ីនមើលសមរភូមិព្រៃឈើពីទីក្រុងមួយដោយបើកការវាយលុកយ៉ាងសាហាវទៅលើក្រុមស្រមោចបន្ទាប់មកផ្ដល់សញ្ញាឲ្យក្រុម Hunter Guild នៅក្នុងការដ្ឋានសំណង់មួយអ្នកប្រមាញ់ខ្សោយបំផុតដែលគេស្គាល់ថា Song Jinwoo នឹងមកដល់ដើម្បីចូលរួមជាមួយនឹងអ្នកប្រមាញ់ផ្សេងទៀតក្នុងការវាយឆ្មក់ដែលនឹងចាប់ផ្ដើមឆាប់នេះអ្វីត្បិតតែ Jinwoo ខ្សោយបំផុតប៉ុន្តែការឃើញគាត់នៅក្នុងមានវត្តមាននៅក្នុងកន្លែងការងារនឹងគឺជាភាពសប្បាយរីករាយរបស់ក្រុមទាំងមូលហើយគាត់អ្វីដែលគាត់អាចធ្វើបាននោះគឺយូរកពុកឲ្យគេជាដើមអ្នកប្រមាញ់ផ្សេងទៀតស្វាគមន៍គាត់ដោយក្តីរីករាយ Song Jinwoo ស្វាគមន៍ Lee Cho-hee ដែលជាអ្នកព្យាបាលដែលគាត់បានធ្វើការជាមួយនឹងពីមុនរួចមកហើយនាងស្ដាយក្រោយនៅពេលដែលឃើញ Song Jinwoo មានរបួសក្នុងកំឡុងពេលដែលធ្វើការជាមួយគ្នាហើយរំលឹកឲ្យគាត់នឹងប្រុងប្រយ័ត្នជានិច្ចគាត់អង្គុយជជែកគ្នាមួយផ្លែតជាមួយនឹងនាងដោយមិនគិតពីហានិភ័យការបន្តធ្វើការងារជាអ្នកប្រមាញ់បន្តទៀតទេដោយសារខ្វះសមត្ថភាពអ្នកប្រមាញ់និយាយទៅគាត់ក៏មិនចូលចិត្តក្នុងការធ្វើការងារដែរប៉ុន្តែគាត់គ្មានជំរឿសដោយសារតែម្ដាយគាត់ឈឺនៅពេទ្យហើយប្អូនស្រីរបស់គាត់ត្រូវបន្តការសិក្សារៀនបន្តទៀតអញ្ចឹងគាត់ត្រូវរ៉ាប់រងចំណាយចាយវាជាប្រចាំហ្នឹងគឺគាត់គឺត្រូវធ្វើការងារនឹងហើយអាយុរបស់គាត់ក៏វាតិចដែរអញ្ចឹងគាត់អត់មានជំរឿសទេអញ្ចឹងគាត់អត់ខ្វល់ពីការហៅថា Hunter ដែលខ្សោយបំផុតទេហើយប្រាប់នាងថាគាត់ធ្លាប់ធ្វើវាធ្លាប់ឆ្លងកាត់វារួចមកហើយសុងជីនឈុលដែលជាប្រធានក្រុមភ្លាមបានប្រមូលផ្ដុំក្រុមដែលនៅសេសសល់ជាមួយនឹងគ្នាខណៈដែលគាត់ណែនាំឲ្យខ្លួនមុនពេលចូលទៅដល់ខ្លោងទ្វារនៃ Dungeon នៅពេលដែលការវាយឆ្មក់កំពុងតែដំណើរការសុងជូអ៊ីននឹងគាត់ពិនិត្យមើលថាមានអាវុធរបស់គាត់វាជាកាំបិតដែលមានធម្មពលទៀបខ្ញុំនិយាយច្រឡំមិញសុនជីនវូច្រឡំសុងសាំប៉ុន្តែវាជាអ្វីដែលគាត់អាចនឹងលៃលោកបានដែលទទួលបានទំនុកចិត្តសុងជីនវូគឺជាអ្នកចុងក្រោយដែលចូលទៅក្នុងportal និយាយទៅរៀងពិបាកដែរខ្ញុំច្រឡំកន្លែងសុងតែអត់អីទេអូខេឥឡូវយើងតទៅទៀតនៅកន្លែងផ្សេងទៀតប្រធានសមាគមអ្នកប្រមាញ់កូរ៉េលោក Goganhi ពិភាក្សាអំពីចំណុចល្អនៃការវាយឆ្មក់ក្នុង Dungeon ជាមួយនឹងជំនួយការរបស់គាត់គឺ Won Jinchul
Gokan Hi ប្រាប់គាត់ថាធនធានដែលគាត់បានរកឃើញនៅក្នុង dungeon ថ្មសំខាន់ៗដែលប្រមូលបានដោយការកម្ចាត់សត្វវេទមន្តសត្វបិសាចផ្សេងៗហ្នឹងគឺស្ថិតនៅក្នុងតម្រូវការខ្ពស់មែនទែននៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ននេះដូច្នេះអ្នកប្រមាញ់អាចរកចំណូលបានដោយការលក់វាគឺជាកម្រៃថ្ម essence ខ្ញុំអត់ដឹងអានត្រូវអត់ទេតែខ្ញុំដាក់អក្សរនៅខាងលើហ្នឹងអាចត្រូវបានគេប្រើប្រាស់ដើម្បីផលិតជាអាវុធផ្សេងៗផលិតជាគ្រឿងសម្ភារៈសឹកសង្គ្រាមផ្សេងៗដើម្បីកម្ចាត់ពួកបិសាចព្រោះ dungeon ហ្នឹងនៅសុកវាផុសឡើងដោយអត់មានលក្ខខណ្ឌហ្មងនឹងឧបករណ៍ហើយនឹងរដ្ឋាភិបាលកំពុងស្រាវជ្រាវពីវិធីដើម្បីប្រើវាជាប្រភពនៃធម្មពលស្អាតនិងមានសុវត្ថិភាពត្រឡប់នៅក្នុង dungeon ជីនវូសប្បាយចិត្តជាខ្លាំងនៅពេលដែលគាត់រកឃើញថ្មគោលដំបូងរបស់គាត់ប៉ុន្តែសុភមង្គលរបស់គាត់មានរយៈពេលខ្លីទេខណៈសត្វសាហាវសត្វវេទមន្តផ្សេងៗក៏ផុសចេញមកពីមុខគាត់ត្រូវបានមើលឃើញថាកំពុងតស៊ូប្រឆាំងនឹង Goblin កាន់កាំបិតគាត់ព្យាយាមចាក់ Goblin តើតែគាត់មានការតក់ស្លុតហើយបែកក្បាលមុននឹងចាក់ចូលពោះផាក់ជីនស៊ុលដែលជាសមាជិកក្រុមបានយកកម្មាចេញរួចរួមជាមួយនឹងជូហ៊ីបានព្យាបាលគាត់ពីការចាក់នោះភ្លាមក្រុមវាឆ្មក់បានកម្ចាត់សត្វចចកហើយអបអរនៅពេលដែលពួកគេកម្ចាត់បានគណៈជីនវូមើលពីចម្ងាយគាត់បានជាសះស្បើយពីរបួសរួចទៅហើយជូហ៊ីបារម្ភស្រែកចេញពីការពួយបារម្ភរបស់នាងទាំងគាត់គណៈដែលនាងបានព្យាបាលគាត់បន្ទាប់មកចុងហូបានរកឃើញច្រកចូលរូងភ្នំទៅកាន់គុកងឹត2ដ៏កម្រហើយចែករំលែកព័ត៌មាននោះទៅកាន់ពួកគេនិយាយទៅច្រកគុក2ហ្នឹងគឺកម្រនៅក្នុង dungeon មែនតើអញ្ចឹងបើសិនជារកឃើញពួកក្រុមរបស់គាត់ហ្នឹងគឺត្រូវការមាន strength រហូតដល់2ទៅ3នាក់ដើម្បីចូលទៅកាន់ dungeon មួយហ្នឹងប៉ុន្តែក្នុងស្ថានភាពមួយហ្នឹងក្រុមពួកគេក៏សម្រាប់ចិត្តបោះឆ្នោតថាត្រូវចូលឬមិនចូលជីនវូកាន់ការបោះឆ្នោតសម្រាប់ថាតើត្រូវចូលក្នុងរូងភ្នំឬក៏អត់ខណៈជូហ៊ីបោះឆ្នោតប្រឆាំងជីនវូគឺជាអ្នករកចំណូលតែមួយគត់សម្រាប់គ្រួសាររបស់គាត់ឪពុកម្ដាយគាត់ឪពុករបស់គាត់ហ្នឹងគឺបាត់ខ្លួនដោយមិនដឹងពីព័ត៌មានអីសោះហ្មងហើយម្ដាយនៅសុកនៅក្នុងមន្ទីរពេទ្យដល់ពេលកើតឡើងពីdungeonអីផ្សេងម្ដាយគាត់ចាប់ផ្ដើមមានអាការៈបែបហ្នឹងហ្មងហើយគាត់ក៏កំពុងជួយចំណាយសម្រាប់ការសិក្សានៅមហាវិទ្យាល័យរបស់ប្អូនស្រីរបស់គាត់ត្រូវការលុយដូច្នេះគាត់ត្រូវបោះឆ្នោតចូលទៅក្នុងគុកនៃ dungeon មួយហ្នឹងឥឡូវនេះនៅក្នុងអគារនៃ Hunter Guild យុនជីនហ៊ូត្រូវបានគេឃើញចូលទៅក្នុងបន្ទប់មួយនៅពេលឈរនៅមុខម៉ាស៊ីនមួយខណៈនោះនៅក្នុងក្រុងមួយចោរឆក់កាបូប2នាក់ជិះម៉ូតូព្យាយាមគេចខ្លួនបន្ទាប់ពីលួចកាបូបនារីម្នាក់នារីវ័យក្មេងដ៏គួរឲ្យតាក់ទាញម្នាក់លោតទៅលើអគារហើយទាញកាបូបនោះដោយមិនអស់ចិត្តហើយយកចោរនោះចេញទៅឲ្យឆ្ងាយដោយចលាចលដោយចលនាដ៏លឿនសន្ទោសអ្នកទស្សនាទទួលស្គាល់ថានាងជាអ្នកប្រមាញ់ចំណាត់ថ្នាក់ S rank ឆាហេអ៊ីនដែលបន្ទាប់មកបកគលកាបូបនោះទៅឲ្យម្ចាស់វាវិញសកម្មភាពរបស់នាងតាក់ទាញចំណារអារម្មណ៍ប្រជាពលរដ្ឋនៅក្បែរនោះដោយជំរុញឲ្យពួកគេមកជុំវិញនាងដោយមានអារម្មណ៍ថាមិនស្រួលឆាជេអ៊ីនក៏រត់គេចភ្លាមដោយរត់ផ្លោះទៅលើអគារមកត្រឡប់ទៅកាន់ជីនវូនិងក្រុមរបស់គាត់គណៈពួកគេចេញដំណើរឆ្លងកាត់រូងភ្នំរយៈពេល40នាទីហើយជីនវូសូមអភ័យទោសចំពោះជូហ៊ីចំពោះការបោះឆ្នោតដាច់ខាតរបស់គាត់ក្នុងការចូលរូងភ្នំដែលនាំឲ្យពួកគេចាប់ផ្ដើមមានបញ្ហាឥឡូវនេះជូហ៊ីដែលមើលឃើញថាមានការជឿចាប់ចិត្តបង្ហាញពីប្រតិកម្មដល់ជីនវូដែលបានធ្វើឲ្យខ្លួនឯងជាប់គ្រោះថ្នាក់ម្ដងហើយម្ដងទៀតពិចារណាពីភាពពិបាកក្នុងការព្យាបាលរបួសរបស់គាត់កាលពីមុនជីនវូដែលពោពេញទៅដោយមោទនភាពច្បុកច្បល់មានអារម្មណ៍សោកស្ដាយចំពោះការបង្កគ្រោះថ្នាក់ដល់ជូហ៊ីដែលចាប់អារម្មណ៍ដល់អារម្មណ៍សោកស្ដាយរបស់ជីនវូបានផ្ដល់ការសម្រេចចិត្តចំពោះគាត់ថាគាត់គួរតែបម្រើភាពសប្បាយរីករាយក្នុងអំឡុងពេលនេះឲ្យហើយទៅដើម្បីឲ្យយើងមានមោទនភាពចំពោះខ្លួនឯងដើម្បីឲ្យយើងមានភាពស្ងប់ក្នុងចិត្តផងដែរនៅចុងបញ្ចប់ពួកគេឈានទៅដល់ចុងរូងភ្នំហើយបានជួបប្រទះទៅនឹងទ្វារធំមួយពួកគេត្រៀមចិត្ត
បើកវាហើយចូលទៅក្នុងបន្ទប់មិនស្គាល់ក្នុងពេលដដែលអង្គប្រធាន Gogan Hee បញ្ចេញសារទៅកាន់បុគ្គលដែលទើបប្រេះភ្ញាក់ដើម្បីរំលឹកពីហានិភ័យនៃការចូលទៅក្នុង Dungeon Gogan Hee បានរំលឹកថាទោះបីជាយើងមានបទពិសោធន៍ក៏ដោយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចគាត់បានផ្ដល់អនុសាសន៍ឲ្យពួកគេចាំបាច់ត្រូវប្រយ័ត្ននិងកុំស្ទាក់ស្ទើរឬវេចខ្ចប់ត្រៀមខ្លួនជានិច្ចគាត់បានផ្ដល់ជូននៅដំណឹងសាមញ្ញមួយដែលមានសារៈសំខាន់ជាងគេសូមបារម្ភព្រោះវាជាចំណុចសំខាន់មួយនៃការរស់រានមានជីវិតគណៈពេលជីនវូនិងក្រុមចូលទៅក្នុងបន្ទប់ធំមួយខាងក្នុងបានចាប់ផ្ដើមភ្លឺឡើងដោយភ្លើងខៀវពួកគេរំពឹងថានឹងប្រឈមមុខនឹងសត្វអាថ៌កំបាំងនិងរបស់របរពិសេសប៉ុន្តែពួកគេមានការភ័ន្តច្រឡំព្រោះបន្ទប់នេះពោពេញទៅដោយរូបសំណាកបុរាណនិងសេចក្តីណែនាំជីនវូបានប្រាប់ជីនវូថានាងទើបតែជូហ៊ីបានប្រាប់ទៅជីនវូថានាងទើបតែឃើញរូបសំណាកធំបំផុតនៅក្នុងបន្ទប់នេះកំពុងតែមើលពួកគេហើយជីនវូបានធានាថានាងអាចកំពុងមើលឃើញរឿងមិនពិតដោយគ្មានការព្រមានមួយទ្វារក៏បានបិទដោយខ្លួនឯងដោយបណ្ដាលឲ្យសមាជិកម្នាក់ៗក្នុងក្រុមរត់ចេញជាបន្ទាន់ខណៈដែលគាត់ព្យាយាមរុញទ្វារប៉ុន្តែក្នុងភាពញាក់ផ្អើលរបស់ពួកគេរូបសំណាកមួយដែលថែរក្សាទ្វារបានប្រើអាវុធសម្លាប់សមាជិកនោះយ៉ាងសាហាវមុននឹងត្រឡប់ទៅទីតាំងរបស់វាក្នុងភាពភ្ញាក់ផ្អើលដែលបានឃើញរូបសំណាកកំពុងមានជីវិតឡើងវិញសមាជិកក្រុមមិនអាចនិយាយបានត្រូវជីនវូបង្វិលមុខទៅមើលរូបសំណាកធំបំផុតដែលជីនវូបានរំលឹកសុងជីនវូបាននឹកឃើញពីគ្រោះថ្នាក់ជាច្រើនដែលគាត់បានជួបក្នុងរូងភ្នំចាប់តាំងពីគាត់ធ្វើការងារជា Hunter ដំបូងរបស់គាត់ជាធ្ងន់ដែលជួបមានការរបួសធ្ងន់ធ្ងរមានការឆ្លងកាត់រឿងរ៉ាវជាច្រើនដល់ថ្នាក់ចិត្តស្លាប់បន្ទាប់ពីរស់រានមានជីវិតរយៈពេលយូរមកតើអ្វីទៅដែលកើតឡើងបន្ទាប់ពើតហើយភ្នែករបស់រូបសំណាកធំបានផ្លាស់ប្ដូរទៅទិសដៅទៅកាន់គាត់ជីនវូបានឆ្លើយតបភ្លាមដោយហៅសមាជិកក្រុមឲ្យក្រោកចុះខណៈដែលភ្នែករូបសំណាកចាប់ផ្ដើមបាញ់ពន្លឺគ្រោះថ្នាក់មួយពន្លឺបំផ្លាញមួយបានបាញ់ទៅលើសមាជិកក្រុមបំផ្លាញសមាជិកក្រុមមួយចំនួនរហូតដល់ខ្លាចទៅជាសាកសពអ្នកខ្លះក៏ពិការអ្នកខ្លះក៏អីចឹងទៅពេលបើកភ្នែកឡើងវិញភ្ញាក់ផ្អើលរបស់សមាជិកម្នាក់កាន់តែខ្លាចខ្លាំងឡើងជីនវូបានជួយជុនហ៊ីឲ្យរស់នៅតែភ្លាមបានដឹងថាពួកគេស្ថិតនៅក្នុងហានិភ័យដ៏ធ្ងន់ធ្ងរអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តយើងនឹងជួបគ្នានៅវគ្គក្រោយបន្តទៀតអរគុណជំរាបលា